តើភាសាណាដែលនិយាយលឿនជាងគេនៅលើពិភពលោកយើងនេះ? ចា៎ អញ្ចឹងភាសាដែលនិយាយលឿនជាងគេនៅក្នុងពិភពលោកយើងគឺជាភាសាជប៉ុនបងប្អូន ចា៎ អញ្ចឹងភាសាជប៉ុននេះគឺគេអាចនិយាយបាន 7.84 ព្យាង្គនៅក្នុង 1 វិនាទី ចា៎ ហើយចំណុចដាក់លេខ 2 វិញគឺលេខ 2 គឺបានទៅលើភាសាអេស្ប៉ាញ ដែលមានល្បឿននោះគឺ 7.82 ព្យាង្គនៅក្នុង 1 វិនាទី ដោយសារតែខ្ញុំផ្ទាល់ក៏កំពុងតែរៀនភាសាអេស្ប៉ាញនេះដូចគ្នា អញ្ចឹងពេលខ្លះមានបងប្អូនគាត់អ្នកស្គាល់ខ្ញុំច្រើន គាត់សួរខ្ញុំថា តើភាសាអេស្ប៉ាញងាយស្រួលរៀនអត់? លំបាកខ្លាំងបងប្អូន ដោយសារតែវាអត់មានភាពស្រដៀងគ្នាជាមួយនឹងភាសាខ្មែរយើងទេ ប៉ុន្តែបើសិនជាបងប្អូនមានបំណងចង់រៀន ហើយបងប្អូនចេះភាសាអង់គ្លេសខ្លះ និងភាសាបារាំងស្រាប់ វាមានភាពងាយស្រួលដោយសារតែបើយើងរៀនទៅវាមានភាពស្រដៀងគ្នាខ្លះដែររវាងភាសាទាំងពីរនេះ ហើយភាសាអេស្ប៉ាញនេះផងដែរគឺត្រូវបានគេប្រើប្រាស់ជាភាសាផ្លូវការនៃប្រទេសទាំង 21 នៅលើពិភពលោក អញ្ចឹងហើយទើបមានតាមស្ថិតិគេនិយាយថាភាសាអេស្ប៉ាញជាភាសាមួយក្នុងចំណោមភាសាដែលគេប្រើប្រាស់ច្រើនជាងគេនៅលើពិភពលោក ដោយសារតែមានប្រទេស 20 ផ្សេងទៀតដែលគេប្រើប្រាស់ភាសាអេស្ប៉ាញជាភាសាផ្លូវការរបស់គេដែរ ហើយភាសាអេស្ប៉ាញនេះផងដែរគឺត្រូវបានគេប្រើប្រាស់ជាក្នុងចំណោមប្រទេសទាំង 21 នោះគឺមានដូចជាប្រទេសអេស្ប៉ាញនឹងឯង អញ្ចឹងប្រទេសអេស្ប៉ាញ ប្រទេសមេក្ស៊ីកូ កូស្តារីកា អាហ្សង់ទីន បូលីវីយា ឈីឡេ កូឡុំបៀ អេក្វាឌ័រ ប៉ារ៉ាវ៉ៃ ប៉េរូ យូរ៉ាវ៉ៃ វេណេស៊ូឡាជាដើម ចា៎បងប្អូន អញ្ចឹងវីដេអូរបស់យើងក៏ត្រូវបានចប់នៅថ្ងៃនេះដែរ អញ្ចឹងបើសិនជាបងប្អូនមានអីដែលចង់ដឹងពីប្រទេសអេស្ប៉ាញ ឬមួយក៏មានអ្វីមាតិកាផ្សេងៗដែលចង់ដឹងអាចសរសេរជា comment នៅខាងក្រោមបាន ខ្ញុំព្យាយាមស្វែងរកព័ត៌មាន និងធ្វើវីដេអូផ្សាយជូនបងប្អូនទាំងអស់គ្នា អរគុណជួបគ្នានៅវីដេអូក្រោយៗទៀត